សូមជូនរឿងខុនរ៉ាត់ចាញ់បោកចៅពីលមួយទៀតឯមនុស្សពីលនេះចេះឧបាយក៏បញ្ឆោតបញ្ចុកបញ្ស៊ីច្រើនយ៉ាងណាស់តែពុំមានបញ្ញាត្រេះរិះគិតឲ្យដឹងកលអាការវិចារហើយក៏នឹងលងខ្លួនបងទ្របទៅដោយអំពើពីលនោះពុំខានដូចនិទានខុនរ៉ាត់ឲ្យមនុស្សពីលវាធ្វើបានឯនិទាននោះដោយឮថាមានការថ្ងៃមួយមានមនុស្សម្នាក់វាយកខ្សែកមាសមួយខ្សែឡើងទៅលើផ្ទះខុនរ៉ាត់ហើយវានិយាយថាខ្ញុំបាទទាល់ចាយពេកណាស់ខ្ញុំយកខ្សែនេះមកបញ្ចាំនឹងលោកសូមបញ្ចាំទុកប្រាក់30រៀលខ្ញុំបាទជូនការលោកមួយខែ3កាក់រៀងទៅសូមលោកមេត្តាជួយដោះធុរៈខ្ញុំបាទម្ដងនេះទៅខុនរ៉ាត់ថាខ្សែឯងនេះមាសទម្ងន់ប្រមាណតម្លឹងត្រាប់ខ្សែខ្ញុំបាទនេះធ្វើមកទម្ងន់3តម្លឹង 2G ខុនរ៉ាត់ថាខ្សែឯងនេះក្រែងកាល័យទេដឹងយើងនៅសង្ស័យណាបាទខ្សែខ្ញុំនេះគឺមាសសុទ្ធពិតប្រាកដមែនបើលោកមិនជឿខ្ញុំបាទសូមអញ្ជើញលោកយកទៅឲ្យជាងគេសាក់ឬកាត់មើលចោះបើទៅជាការឡាយដោយពាក្យលោកថានោះខ្ញុំបាទហ៊ានឲ្យលោកធ្វើទោសខ្ញុំបាទដោយប្រការផ្សេងខុនរ៉ាត់តក៏យកខ្សែនោះទៅឲ្យជាងតោងគេមើលនេះជាងតោងនោះបានកាត់មើលបន្តិចទៅក៏ឃើញជាមាសប្រាកដទើបជម្រាបខុនរ៉ាត់ថាមាសមែនហើយលោកចូលលោកទទួលយកទុកចោះមិនខានទេទើបខុនរ៉ាត់វិលមកផ្ទះហើយនិយាយកត់ត្រាសញ្ញាឈ្មោះនឹងចៅនោះព្រមចិត្តគ្នាទើបខុនរ៉ាត់វិលមកផ្ទះហើយនិយាយកត់ត្រាសញ្ញាឈ្មោះនឹងចៅនោះព្រមចិត្តគ្នាទើបយកប្រាក់30រៀលប្រគល់ឲ្យទៅចៅនោះចៅពីលបានប្រាក់ហើយក៏លាខុនរ៉ាត់មកទីលំនៅអាត្មាលុះអស់ខែមួយចៅពីលក៏យកប្រាក់ការមកជូនខុនរ៉ាត់នោះតែដល់កាលៈទេសៈមានពិធីធ្វើបុណ្យឬការមង្គល